Thom ខ្ញុំកណាសូមនមស្ការថ្វាយបង្គំចំពោះសង្ឃគ្រប់ព្រះអង្គដោយសេចក្តីគោរពជ្រះថ្លាសូមគោរពចម្រើនពរដល់ញោមពុទ្ធបរិស័ទទាំងក្នុងប្រទេសនិងក្រៅប្រទេសចំពោះបុណ្យសាលកផាត់នេះគឺជាបុណ្យមួយដែលមានមកតាំងពីសម័យពុទ្ធកាលដែលព្រះអង្គទ្រង់បានអនុញ្ញាតដល់រាប់ទៅមាន14ផាត់តែលើកសូមលើកតាមមួយផាត់ទេគឺហៅថាសាលកផាត់មកពយល់ញាតិញោមពាក្យថាសាលកផាត់នេះគឺជាបុណ្យមួយដែលញាតិញោមស្គាល់ថាជាបុណ្យចាប់ស្លាកមានន័យថាញាតិញោមជាម្ចាស់ទានញាតិញោមទៅនិមន្តឧទ្ទេសកផាត់ហើយឧទ្ទេសកផាត់ហ្នឹងលោកនឹងចាត់ចែងនៅស្លាកលោកចាត់ចែងនៅស្លាកហើយលោកនឹងយកស្លាកហ្នឹងទៅប្រគេនដល់ព្រះសង្ឃហើយលោកត្រូវចាប់ចំស្លាកឈ្មោះញាតិញោមលោកនឹងត្រូវទៅទទួលផាត់នៅកន្លែងញាតិញោមបានរៀបចំនោះឯងអញ្ចឹងខ្លីៗស្រួលយល់សម្រាប់ពុទ្ធបរិស័ទមកភាពសូមប្រគេននិងជូនដំណឹងស្ដីអំពីបុណ្យសាលកផាត់នាវត្តបលិសពបតារាមភ្នំសទូចតែកម្មវិធីបុណ្យសាលកផាត់ហ្នឹងនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ4រោចខែទុតិយាសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី2ខែសីហាឆ្នាំ2026ហើយជាកិច្ចចុងក្រោយសូមប្រគេននិងជូនបុណ្យដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់ដែលបានមានសទ្ធានៅក្នុងការចូលរួមជាម្ចាស់ស្លាកនៅក្នុងវត្តភ្នំសន្ទូចសូមប្រគេននិងជូនបុណ្យកុសលគ្រប់យ៉ាងសូមពុទ្ធបរិស័ទមាននៅសុខភាពល្អក៏ដូចជាជួបនៅមង្គលពររបស់ព្រះទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈក៏ដូចជាសេចក្តីតាំងប្រាថ្នារបស់ញោមទាំងណាយ៉ាងណាសូមបានដូចសេចក្តីប្រាថ្នាសូមអនុមោទនា